ឥឡូវនេះយើងចូលដល់លំហាត់ទី15 using the SI system of unit so that equation multiply is a dimensionally homogeneous equation which give F in Newton determine to three significant figures the gravitational force acting between two spheres that are touching each other. The mass of each sphere is 200 kg and the radius is 300 mm ក្នុងលំហាត់នេះគឺចង់ឲ្យយើងដោះស្រាយដោយប្រើប្រាស់រូបមន្តនៅក្នុងសម័យកាល 1.2 ដែលមាននៅក្នុងសៀវភៅដែលយើងបានរៀនរួចហើយគេចង់ឲ្យយើងរកgravitational force ដែលមានអំពើទៅលើអង្គធាតុទាំងពីរហ្នឹងដែលអង្គធាតុទាំងនោះមានម៉ាស់ស្មើគ្នាគឺ200 គីឡូក្រាមនិងមានកាំ300 មីលីម៉ែត្រនេះជាសម័យកាល1.2 ជា Newton law of gravitational attraction ដែល F ស្មើនឹង G ម៉ាស់ទី1គុណម៉ាស់ទី2ចែកនឹង A ក្រែ The F ជា force of gravitational between two particles ជាកម្លាំងgravitational ទាញរវាងអង្គធាតុពីរហើយ C គឺជា constant of gravitational ដែលមានតម្លៃ J ស្មើនឹង 66.73 គុណ10សេគុណ12 ម៉ែត្រគីបក្នុងគីឡូគុណនឹង second grade ម៉ាស់ទី1និងម៉ាស់ទី2ជាម៉ាស់របស់អង្គធាតុ Air ជាកម្មរវាងអង្គធាតុទាំងពីរនេះជាអង្គធាតុ Air ជាកម្មអូខេយើងទៅដោះស្រាយនៅលំហាត់ solution គឺសេរូបមន្តចូល S ស្មើ C ម៉ាស់ទី1គុណម៉ាស់ទី2លើ Air ក្រេ F គិតជា Newton ហើយ J គឺគិតជាគីឡូម៉ែត្រគីបលើគីឡូក្រាមគុណ second grade ហើយម៉ាស់ទី1គឺគីឡូក្រាមម៉ាស់ទី2គីឡូក្រាម Air គិតជាម៉ែត្រដែលលើកជាក្រេក៏អាចជាម៉ែត្រក្រេអញ្ចឹងគីឡូសម្រួលអស់ម៉ែត្រគីបសម្រួលនឹងម៉ែត្រការ៉េសមម៉ែត្រអញ្ចឹងគីឡូនេះសល់នេះសមម៉ែត្រ1ហើយនឹង second grade S grade second grade អញ្ចឹង Newton ស្មើនឹងគីឡូគុណនឹងម៉ែត្រគុណនឹង S grade S ស្មើ J គុណម៉ាស់ទី1គុណម៉ាស់ទី2គុណ A grade យើងចំនួនតម្លៃចូល J ជា constant gravitational ដែលមានតម្លៃ 66.73 គុណ10សេគុណ12ម៉ែត្រគីបក្នុងគីឡូ second grade ម៉ាស់ទី1មានតម្លៃ200 គីឡូក្រាមម៉ាស់ទី2 200ដូចគ្នាហើយ Air គឺជាកម្មរវាងtwo particles is distance រវាង between two particles ជា distance ជាចម្ងាយរវាងពីរអង្គធាតុពីរអញ្ចឹងមានន័យថាកម្មទី1បូកកម្មទី2ដោយកម្មនីមួយមាន300 មីលីម៉ែត្រអញ្ចឹងយក300នេះស្មើនឹង300នេះក៏300អញ្ចឹង300បូក300ស្មើនឹង600ដោយ600ហ្នឹងគឺជាមីលីម៉ែត្រអញ្ចឹងយើងបែកទៅជាម៉ែត្រ 0.6 លើកជាក្រេហើយយើងគណនាមកយើងឃើញប៉ុណ្ណឹងស្មើនឹង71 7.41គុណ10សេគុណ16 Newton ហើយយើងបែក10សេគុណ16ស្មើនឹង micro ដែលយើងប្រើប្រាស់ prefix របស់យើងអញ្ចឹងស្មើនឹង 7.41 micro Newton ឥឡូវនេះលំហាត់ទី15ត្រូវបានបញ្ចប់